អ្នកនាំពាក្យនិងជាក្រុមការងារប្រតិកម្មរហ័សនៃស្នងការរដ្ឋាភិបាលនគរបាលខេត្តសៀមរាបមានកិត្តិយសសូមជម្រាបព័ត៌មានជូនបងប្អូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញសង្គមទំនាក់ទំនងរួមទាំងសាធារណជនឲ្យបានជ្រាបថាកាលពីថ្ងៃទី7ខែមិថុនាឆ្នាំ2026វេលាម៉ោង 17:15 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 6 ត្រង់ចំណុចខាងកើតស្តុបចុងកៅស៊ូបង្កហេតុដោយរថយន្តមួយគ្រឿងម៉ាក Lexus LX 600 ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា D.Corner បើកបរដោយបុរសម្នាក់ជាអ្នកផលិតមាតិកាលើបណ្ដាញសង្គមឈ្មោះប៉ៃD មានអ្នករួមដំណើរចំនួន2នាក់ទិសដៅពីកើតតលិចបានបុកពីក្រោយជាមួយម៉ូតូកំពុងឈប់ចាំស្តុបចំនួន4គ្រឿងបណ្ដាលឲ្យមានអ្នករងរបួសស្រាលនិងមានការខូចខាតម៉ូតូផងដែរក្រោយកាត់ហេតុសមត្ថកិច្ចយើងបានចុះទៅពិនិត្យនិងវាស់វែងកន្លែងកើតហេតុរួចភាគីខាងម្ចាស់រថយន្តទៅជន់រងគ្រោះដើម្បីបញ្ចប់រឿងបន្ទាប់ពីស្រោះស្រួលគ្នារួចសមត្ថកិច្ចយើងបាននាំយករថយន្តនិងម៉ូតូដែលជាភស្តុតាងមកស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយបន្តតាមនីតិវិធីមានមន្ត្រីនគរបាលយើងម្នាក់បានឡើងជិះក្នុងរថយន្តនៅក្បែរផ្នែកខាងក្រោយធ្វើដំណើរជាមួយនឹងជនបង្កជាអ្នកបើករថយន្តដោយខ្លួនឯងប៉ុន្តែដោយឃើញមានការចែកចាយវីដេអូសកម្មភាពរបស់មន្ត្រីយើងនៅលើបណ្ដាញសង្គមយើងសង្កេតឃើញមានមតិមួយចំនួនបានលើកឡើងថាប៉ៃDបានហុចលុយទៅប៉ូលីសចរាចរណ៍នៅនឹងកន្លែងកើតហេតុពីព្រោះឃើញមានរូបភាពការហុចអ្វីមួយយ៉ាងពីផ្នែកខាងក្រោយនៃរថយន្តឲ្យទៅនគរបាលចរាចរណ៍ម្នាក់ទៀតដែលឈរនៅក្បែរនោះដើម្បីរក្សានូវកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងអ្នកនាំពាក្យនិងជាក្រុមការងារប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តសៀមរាបសូមធ្វើការបដិសេធនិងសូមបញ្ជាក់ថាសកម្មភាពនោះគឺជាមន្ត្រីនគរបាលយើងម្នាក់បានឡើងជិះរថយន្តនៅក្បែរខាងក្រោយជាមួយនឹងជនបង្កនិងបានហុចសោម៉ូតូដែលខ្លួនបានជិះទៅកន្លែងកើតហេតុឲ្យទៅក្រុមការងារម្នាក់ទៀតដើម្បីជិះត្រឡប់មកគោលដៅស្នាក់ការចរាចរណ៍ផ្លូវគោកវិញតែប៉ុណ្ណោះពុំមែនជាការហុចប្រាក់ដើម្បីសោកប៉ាន់អ្វីនោះឡើយហេតុផលហេតុដូចនេះសូមមេត្តាកុំលើកជាមតិដោយគ្មានប្រភពនិងមូលដ្ឋានច្បាស់លាស់ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលយើងស្រេចហេតុនេះសូមបងប្អូនអ្នកនិយមតាមដានបណ្ដាញសង្គម Facebook និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន